សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកឆាចាត្រកួនជាមួយនឹងប្រេងខ្យងញ៉ាំទាំងអស់គ្នាណាអញ្ចឹងអត់បានបង្ហាញពីសកម្មភាពចាបេះបន្លែឲ្យបងប្អូនបានមើលទេចាគឺមួយឆាសាច់យកតែម្ដងចាគឺយើងមានសាច់មាន់ចាចំនួន4ខាំចាយកមកកច្រាំដុំបែបនេះបន្តមកទៀតយើងដាក់ប្រេងឆាចូលហើយយើងកច្រាំខ្ទឹមសដាក់ចូលបំពងឲ្យឈ្ងុយហើយតើបយើងធ្វើការដាក់សាច់មាន់ចូលចាបន្តមកទៀតយើងធ្វើការរំងាស់ចាខ្ទឹមសប្រេងឆាជាមួយនឹងសាច់មាន់ហ្នឹងគឺឲ្យវាចូលជាតិគ្នាឲ្យវាឈ្ងុយដើម្បីកាត់ឆ្អាបពីសាច់មាន់ផងដែរបន្តមកទៀតខ្ញុំមានជាស្ករត្នោតចំនួន1ស្លាបព្រាបាយចាយើងដាក់បែបនេះហើយយើងធ្វើការកូរវាចាកូរបែបនេះទៅឲ្យវារាងឡើងឈ្ងុយហើយយើងធ្វើការច្របល់សាច់មាន់ហ្នឹងបញ្ចូលតែម្ដងសង្ឃឹមថាបងប្អូនទាំងអស់គ្នាគឺបានញ៉ាំបាយរួចរាល់ហើយសម្រាប់ខ្ញុំគឺថ្ងៃនេះរៀងច្រេនតិចហើយចាហើយបន្តមកទៀតចាយើងធ្វើការដាក់នៅចាប្រេងខ្យងចាប្រេងខ្យងចំនួន1ស្លាបព្រាបាយអូខេហើយនេះគឺជាអំបិលស៊ុបខ្នុរដែលខ្ញុំដាក់ចាតែកន្លះស្លាបព្រាបាយទេដោយសារអីដោយសារតែប្រេងខ្យងយើងគឺមានរសជាតិប្រៃឡំនៅក្នុងនឹងស្រេចទៅហើយចាហើយនេះគឺជាប៊ីចេងចាយើងដាក់មកចាប់ទៅហើយបើសិនជាបងប្អូនយើងដែលគាត់អត់ញ៉ាំប៊ីចេងទេក៏មិនចាំបាច់ដាក់ដែរណាហើយបន្តមកទៀតនេះខ្ញុំធ្វើការដាក់នៅចាគឺជាទឹកសេអ៊ីវចាចំនួនចាកន្លះស្លាបព្រាបាយហើយសូមដាក់ម្រេចបន្តិចផងប្រសិនបើបងប្អូនចូលចិត្តហឹរហើយសម្រាប់បងប្អូនមួយចំនួនគាត់ចូលចិត្តហឹរខ្លាំងគឺគាត់ដាក់ម្ទេសណាទាំងអស់គ្នាចាតែសម្រាប់ផ្ទះខ្ញុំដោយសារតែយើងមានក្មេងចាអញ្ចឹងគាត់អត់ចេះញ៉ាំហឹរទេអញ្ចឹងខ្ញុំធ្វើការដាក់ម្រេចជំនួសចាមែនតើក៏ចូលចិត្តម្ទេសដែរព្រោះឆ្ងាញ់ប៉ុន្តែគាត់ថាដូចជំរាបអញ្ចឹងយើងមានក្មេងៗយើងចាលៃលកតាមនឹងជាក់ស្ដែងតាមចំណង់ចំណូលចិត្តរបស់បងប្អូនហើយនេះគឺជាចាបន្លែចាបច្ចៈបន្តិចនេះគឺជាចាបន្លែយើងធម្មជាតិតែម្ដងយើងបានទិញគេទេណាចាគឺជាបន្លែចិត្តផ្ទះនឹងណាបងប្អូនចាអញ្ចឹងឃើញថាផ្ទះនាងខ្ញុំគឺអត់សូវញ៉ាំសាច់ទេកូនខ្ញុំគឺគាត់ចូលចិត្តញ៉ាំបន្លែអញ្ចឹងតាមចំណង់ចំណូលចិត្តដូចគ្នាចាមុខម្ហូបមួយមុខនេះគឺថាងាយស្រួលធ្វើទេបងប្អូនងាយហើយលឿនទៀតណាតែមួយផ្លេតគឺបានញ៉ាំហើយចាហើយមួយទៀតដែរគឺថាយើងញ៉ាំអត់ងាយនឹងចង់និយាយថាធុញណាចាសង្ឃឹមថាបងប្អូនទាំងអស់គ្នាចាដែលកំពុងតែមើលវីដេអូរបស់នាងខ្ញុំចូលចិត្តនៅវីដេអូរបស់នាងខ្ញុំចា